បាទខ្ញុំសួរបងប្អូនបាទនេះគីងគក់យើងបាទចេញជាលទ្ធផលចេញជាការសម្រេចហើយបងប្អូនបាទខ្ញុំយកមកឆាគ្រឿងបងប្អូនបាទឆាគ្រឿងជាមួយនឹងភ្លៅកង្កែបនិងតកួនចិនរបស់យើងបងប្អូនបាទនេះសាច់ល្អណាស់បាទប្រហែលជា1គីឡូគីងគក់នឹង2គីឡូបានប្លែកជា2បងប្អូនបាទនេះមានភ្លៅកង្កែបបាទនឹងតកួននឹងម្រះព្រៅបងប្អូនបាទភ្លៅកង្កែបយកមកឆាជាមួយគីងគក់បាទគ្រឿងក្រៅយើងមាននឹងបន្លែមានប៉ុណ្ណឹងបងប្អូនបាទនឹងគ្រឿងក្រៅដែលនេះបាទបន្លែហ្នឹងយើងកាត់លាងទឹកchoស្អាតបងប្អូនដាក់ដោយឡែកមកក្នុងតកូនដាក់មុនភ្លើងកែបដាក់ក្រោយបាទហើយកែបយើងកាត់ជា2បងប្អូនច្រឡំកែបទៀតបងប្អូនមកគីគក់ហ្នឹងយើងកាត់ជា2យើងមកវាមិនធំប្រហែលទេបាទនេះគ្រឿងក្រៅយើងមានទេសឆ្អើមមានខ្ទឹមមានបាទមានសណ្តែកដីខ្ទិះដូងបាទម្រះព្រៅនិងបន្លែយើងដែលកាត់ហើយមិញហ្នឹងលាងទឹកឲ្យស្អាតហ្នឹងបងប្អូនទុកចឹងសិនមកហើយយើងក៏ចាប់ឆាគ្រឿងបងប្អូនបាទចាប់ឆាគ្រឿងខ្ញុំបំពងខ្ទឹមសិនព្រោះគ្រឿងខ្លាចគេអត់សូវដាក់ខ្ទឹមអត់ឈ្ងុយខ្ញុំថែមខ្ទឹមបន្តិចបងប្អូនបាទឆាគ្រឿងនឹងឲ្យឈ្ងុយមកជាមួយនឹងស្លឹកក្រូចរបស់យើងបងប្អូនបាទឆាឈ្ងុយហើយយើងថែមម្ទេសបាទម្ទេសឆ្អើហ្នឹងច្រាំម៉ត់ហ្នឹងហើយថែមប្រហុកប៉ិនមេដៃដែរបងប្អូនហើយនេះប្រហុកនឹងម្ទេសហ្នឹងខ្លាចខ្លោចបងប្អូនចាក់ទីដូងពាក់កណ្ដាលសិនមកបងប្អូនបាទច្បោកច្បល់វាឲ្យឈ្ងុយទីដូងតិចមកនឹងប្រហុកយើងហ្នឹងចាំយើងថែមគ្រឿងបងប្អូនបាទថែមទឹកត្រីបាទស្ករប៊ីចេងរ៉ូឌីប្រេងខ្យងអញ្ចឹងមកបងប្អូនបាទច្បល់វាទុកឲ្យឈ្ងុយសិនបងប្អូនចាំយើងចាក់សាច់របស់យើងចាំចាក់សាច់គីងគក់មិនចូលបងប្អូនបាទព្រោះសាច់គីងគក់វាអត់សូវបែកដូចសាច់កង្កែបទេបងប្អូនសាច់វាហាប់ល្អព្រោះយើងឆាយូរក៏អត់ផុយដែរបាទបើកង្កែបអាចផុយបាទដាក់សណ្តែកដីយើងពាក់កណ្ដាលសិនមកបងប្អូនបាទចាក់ខ្ទិះដូងថែមនិងទឹកថែមតិចមកបងប្អូនកុំឲ្យវាគូពេកបាទអាហ្នឹងសាច់វាហាប់ល្អណាស់បងប្អូនសាច់គីងគក់បាទក្មេងៗហូបទៅត្រូវមកវាក្មេងៗនៅរឿងស្គមអីសារហូបគីងគក់បាទនឹងចាស់ពីដើមបាទឲ្យហូបគីងគក់អាំងគីងគក់ឲ្យហូបអីវាសាច់គីងគក់វាត្រជាក់បងប្អូនបាទលពួកភ្លុកល្មមអីបងប្អូនដាក់តកួនមុនមកបាទតកួនចិនយើងមិញហ្នឹងមកដៃធំហ្នឹងបងមុតមកចាំយើងបងភ្លើងកែបតាមក្រោយបងប្អូនបាទយើងឆ្អិនតកួនតិចយើងដាក់ភ្លើងកែបតាមក្រោយព្រោះភ្លើងកែបវាទុនជាងតកួនបងប្អូនបាទអានឹងចូលជាតិមកឈ្ងុយដែរបងប្អូនបាទភ្លក់តាមចំណង់ចំណូលចិត្តមកបងប្អូនបាទនេះទំនងឆ្អិនបាត់ហើយបងប្អូនបាទមើលមកបាទបងម្រះព្រៅខ្វោកមកបងប្អូនឲ្យឈ្ងុយបាទបានកន្លះផ្ទះធំបាទអាចត្រឹមគ្នា3 4នាក់អីហើយត្រឹមអីជាក់អីតិចមកបាទត្រូវនេះបាទនេះបងប្អូនបាទឆ្អិនហើយបងប្អូនណាតានេះសូមអញ្ជើញមកចូលរួមជាមួយខ្ញុំបាទទំនងណាស់បាទដួសមួយចានមកភ្លក់លើមើលមើលបងប្អូនបាទទំនងណាស់បងប្អូនអូសាច់គីងគក់វាហាប់ល្អណាស់ហើយមានជាតិជាងកង្កែបបងប្អូនបាទមួយចានធំឡើងបឹបបងប្អូនមកបងប្អូនណាតានេះសូមអញ្ជើញបាទអរគុណច្រើនសូមអញ្ជើញចូលរួមមួយគ្នាបាទ